ជំរាបសួរបងប្អូនទាំងអស់គ្នាយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយក្រោយពីចូលឆ្នាំប្រពៃណីខ្មែរជាតិយើងតើបងប្អូនទាំងអស់គ្នាសុខសប្បាយដែរទេហើយបានទៅកំសាន្តនៅកន្លែងណាខ្លះដែរចំណែកខ្ញុំប្រហែលថ្ងៃនេះបានសម្រាប់នៅផ្ទះហើយបានត្រៀមធ្វើវីដេអូជូនទៅដល់អ្នកទាំងអស់គ្នាសម្រាប់ស្ដាប់កំសាន្តផងដែរហើយថ្ងៃនេះដែរសាច់រឿងរបស់យើងគឺនិយាយអំពីខ្សែជីវិតរបស់ម្នាក់ដែលគាត់បានចំណាយពេលតាលតោនៅលើសមុទ្រអស់រយៈពេល133ថ្ងៃអញ្ចឹងជាធម្មតាមនុស្សយើងមិនអាចរស់បានច្រើនថ្ងៃដល់ម្លឹងទេបើគ្មានអាហារនិងទឹកសម្រាប់បរិភោគអញ្ចឹងតើមានអ្វីនៅពីក្រោយសាច់រឿងនេះតោះទៅតាមដានទាំងអស់គ្នាអ្នកទាំងអស់គ្នាហើយមុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំចង់ណែនាំដល់អ្នកទាំងអស់គ្នាឲ្យស្គាល់ពី Facebook Page របស់សម្ភារៈជាងសម្ភារៈជាងគឺជា Page Facebook របស់ខ្ញុំហើយគឺជា Small Business របស់ខ្ញុំចឹងបើសិនជាអ្នកទាំងអស់គ្នាមានតម្រូវការសម្ភារៈជាងដូចជាប្រភេទគ្រឿងប្រកាប់ទូលវិសក៏ប្រភេទaccessory ផ្សេងៗអ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង Facebook Page សម្ភារៈជាងឬក៏ ASC ដែលជា store មួយនៅក្នុង L192 ហើយឥឡូវយើងបកមកសាច់រឿងរបស់យើងវិញសាច់រឿងនេះបានកើតឡើងនៅលើនាវិកម្នាក់ដែលគាត់គឺជាជនជាតិចិនមានឈ្មោះថា Paulim ឬ Panlian អញ្ចឹងងាយខ្ញុំសូមហៅគាត់ថាលីមទៅចុះគាត់បានកើតនៅថ្ងៃទី8ខែមិនិនាឆ្នាំ1918នៅលើទឹកដីកោះហៃណានក្នុងប្រទេសចិនចូលមកដល់វ័យ24ឆ្នាំលោកបានចូលបម្រើការនៅលើនាវាដឹកទំនិញរបស់ជនជាតិអង់គ្លេសមួយមានឈ្មោះថា SS Ben Lomond បេសកកម្មរបស់នាវា Ben Lomond គឺត្រូវដឹកទំនិញចេញពីទីក្រុង Cape Town ក្នុងប្រទេសអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេស Guyana ដែលត្រូវចំណាយរយៈពេល13ថ្ងៃក្នុងការធ្វើដំណើរនៅក្នុងថ្ងៃទី23ខែវិច្ឆិកាក្នុងឆ្នាំ1942ក្នុងពេលដែលគាត់កំពុងបម្រើការងារនោះគាត់បានឮសំឡេងផ្ទុះមួយយ៉ាងខ្លាំងកំឡុងពេលនោះដែរគាត់បានស្ទុះស្ទាចេញមកខាងក្រៅហើយឃើញថានាវារបស់គាត់កំពុងតែរងការខូចខាតដោយសារតែបន្ទុះរ៉ុកកែត Torpedo របស់ក្រុមនាវាមួយទឹករបស់ជនជាតិអាល្លឺម៉ង់ហើយការបាញ់មកលើនាវា Ben Melon គឺមានចំនួន2ដងដោយការបន្ទុះនោះធ្វើឲ្យលោកលឹមបាត់បង់ស្មារតីដួលដេកទៅនឹងផ្ទៃនាវាគាត់បានឮសំឡេងប្រេះនិងសំឡេងទឹកហូរចូលទៅក្នុងនាវានោះស្ថានភាពនាវា Ben Melon ពេលនេះគឺកំពុងតែវឹកវរខ្លាំងមនុស្សនៅទីនោះមានការស្លន់ស្លោស្វែងរកអាវពោងសុវត្ថិភាពនិងទាញយកទូកសង្គ្រោះដែលមាននៅលើនាវាទម្លាក់ចូលទៅលើសមុទ្រឃើញស្ថានភាពបែបនេះលោកលឹមបានរត់ទៅយកអាវពោងសុវត្ថិភាពមកពាក់ហើយកំឡុងពេលនោះដែរគាត់បានឃើញគ្នាគាត់មួយក្រុមបានទម្លាក់ទូកសុវត្ថិភាពចូលទៅលើសមុទ្រពេលនោះគាត់បានទៅរកក្រុមនោះដែរតែសំណាងអាក្រក់គាត់បានជំពប់ជើងដួលដែលធ្វើឲ្យទូកនោះបានចាក់ចេញឆ្ងាយពីគាត់ផ្សែងពណ៌ខ្មៅចាប់ផ្ដើមហុយចេញពីម៉ាស៊ីនរបស់នាវាប្រេងរបស់ម៉ាស៊ីននាវាក៏ចាប់ផ្ដើមលេចចេញមកដែរដែលធ្វើឲ្យវាអណ្ដែតពាសពេញនៅផ្ទៃសមុទ្រចុងម្ខាងនៃនាវា Ben Melon ចាប់ផ្ដើមផ្អៀងចូលសមុទ្របន្តិចម្ដងលោកលឹមបានស្វាត់ស្វែងជួយលើកទូកសង្គ្រោះដាក់ចូលក្នុងសមុទ្រប៉ុន្តែនៅពេលនោះនាវាទាំងមូលចាប់ផ្ដើមលិចចូលទៅកាន់សមុទ្រកាន់តែលឿនជាងមុនសំឡេងរបស់កាពីតែនបានបន្លឺកាន់តែខ្លាំងឡើងគាត់បានស្រែកឲ្យមនុស្សទាំងអស់គ្នាដែលនៅលើនាវាឲ្យពាក់និងចងខ្សែអាវពោងសុវត្ថិភាពឲ្យណែនហើយបញ្ជាឲ្យពួកគេឲ្យលោតចេញពីលើនាវានោះកន្លែងនេះចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាបន្តិចវាអាចជាចំណេះដឹងមួយផងដែរនៅពេលដែលនាវាធំត្រៀមនឹងលិចគេត្រូវឲ្យអ្នកត្រូវចាក់ចេញឲ្យលឿនបំផុតតាមដែលអាចធ្វើបានមិនថាលោតហាលចេញឬវិធីណាក៏ដោយព្រោះនៅពេលដែលនាវាលិចកម្លាំងទំនាញរបស់វាអាចទាញរបស់ដែលនៅលើឬចិត្តវាឲ្យលិចទៅជាមួយវាផងដែរជាក់ស្ដែងអ្នកទាំងអស់គ្នាអាចសាកល្បងបានដោយហែកกระดาษតូចមួយដាក់លើផ្ទៃទឹកហើយយកដុំថ្មធំមួយមកទម្លាក់នៅជិតกระดาษនោះអ្នកទាំងអស់គ្នានឹងឃើញថាกระดาษនោះនឹងលិចចូលទៅក្នុងទឹកតាមដុំថ្មនឹងដែរមួយវិញទៀតការលោតចេញពីនាវាក៏វាអាចការពារនាវាកលាប់គ្របពីលើអ្នកផងដែរហើយយើងក៏មិនដឹងថាមានអីវ៉ាន់អីនៅក្នុងនាវាហ្នឹងដែលអាចទុះអណ្ដែតមកបុកនៅលើផ្ទៃទឹកវិញពេលណាក៏ថាបានអញ្ចឹងអីវ៉ាន់ហ្នឹងវាអាចស្ទុះមកបុកយើងនៅពេលដែលយើងហែលទឹកហ្នឹងអាចធ្វើឲ្យយើងរងរបួសឬជួបអពតវហេតុអ្វីផ្សេងទៀតអញ្ចឹងចូលមកសាច់រឿងយើងវិញដោយសារលោកលឹមគាត់មិនចេះហែលទឹកដូចនេះទើបគាត់ស្ទាក់ស្ទើរក្នុងចិត្តក្នុងការលោតចូលទៅក្នុងសមុទ្រមិត្តរបស់គាត់នៅជិតនោះបានស្រែកហៅគាត់ខ្លាំងៗឲ្យគាត់ឆាប់លោតចុះមកបើមិនអញ្ចឹងទេគាត់អាចនឹងស្លាប់ដោយសារតែទំនាញគូចសូបចូលទៅក្នុងទឹកសមុទ្រជាមួយនឹងនាវាដ៏ធំមួយនេះដោយសារតែភាពស្ទាក់ស្ទើររបស់លោកលឹមធ្វើឲ្យទឹកបានគូចគាត់យ៉ាងជ្រៅចូលទៅក្នុងសមុទ្រនៅពេលនោះកម្លាំងបានសូបយកស្បែកជើងដែលគាត់ពាក់នឹងជើងនោះរបូតទាំងសងខាងហើយគាត់បាននិយាយថាក្បាលនិងសួតរបស់គាត់ចាប់ផ្ដើមឈឺជាខ្លាំងវាសឹងតែផ្ទុះបែកភ្លាមប្រសិនបើអាវពោងសុវត្ថិភាពដែលគាត់ពាក់នោះមិនធាក់ខ្លួនរបស់គាត់ឡើងមកលើផ្ទៃសមុទ្រវិញនោះទេគាត់បានបន្ថែមទៀតថារយៈពេលដែលគាត់លិចចូលសមុទ្រជាមួយនឹងនាវានោះគឺមានរយៈពេលយូរសឹងតែគាត់ដាច់ខ្យល់ស្លាប់ភ្លាមហើយកម្លាំងគួចរបស់ទឹកសមុទ្រគឺពិតជាអាក្រក់ខ្លាំងណាស់ទោះបីជាគាត់មានអាវពោងសុវត្ថិភាពក៏ដោយក៏វាមិនធ្វើឲ្យគាត់អណ្ដែតមកផ្ទៃទឹកភ្លាមដែរ
ពេលដែលគាត់អណ្ដែតមកលើផ្ទៃសមុទ្រគាត់បានឃើញបំបែកខ្លះនៃនាវានិងប្រេងខ្មៅពាសពេញផ្ទៃសមុទ្រគាត់បានឮសំឡេងសែកហៅរបស់ក្រុមរបស់គាត់លោកលីមបានខំសម្លឹងតាមទិសដៅនៃសំឡេងនោះហើយសែកហៅសុំជំនួយដែរប៉ុន្តែរលកនិងចំណងផ្លាតរបស់ទឹកសមុទ្របានធ្វើឲ្យលោកលីមមើលមិនបានឃើញឆ្ងាយឡើយមួយសន្ទុះក្រោយមកផ្ទៃទឹកសមុទ្របានផុសឡើងហើយនោះគឺជានាវារបស់ជនជាតិអាល្លឺម៉ង់ដែលបាញ់កំទេចនាវា Ben Lomond វាបានផុសងើបចេញពីទឹកហើយមាននាយទាហានរបស់អាល្លឺម៉ង់ប្រមាណនាក់បានបើកទ្វារចេញមកពីនាវានោះផងដែរក្នុងពេលនោះលោកលីមបានដកដង្ហើមធំគិតក្នុងចិត្តថានាយទាហានទាំងអស់នោះអាចនឹងចេញមកចាប់នាវិក Ben Lomond ជាចំណាត់ខ្មាំងមិនខានតែផ្ទុយទៅវិញពួកគេហាក់មិនខ្វាយខ្វល់អ្វីទាំងអស់និយាយទៅអ្នកទាំងអស់គ្នាទាហានអាល្លឺម៉ង់ហ្នឹងគឺពួកគេចេញមកឈរជក់ព្រៃលក្ខណៈថាបែបវិលិចធម្មតាមើលមេឃមើលផ្កាយអញ្ចឹងណាហើយពេលនោះដែរលោកលីមដោយសារតែគាត់ភ័យខ្លាចក្នុងការស្លាប់នៅក្នុងទឹកសមុទ្រហ្នឹងលោកលីមបានខំហែលទៅចិត្តនាវាមួយទឹករបស់អាល្លឺម៉ង់នោះនិងស្រែកហៅសុំជំនួយនឹងពួកទាហានហ្នឹងហើយនៅក្នុងហ្នឹងមានទាហានម្នាក់បានឃើញលោកលីមដែរហើយពួកគេបានប្រាប់ទៅគ្នារបស់គេនៅពេលដែលឃើញដូចនេះក្រុមទាហានទាំងអស់ហ្នឹងបានស្រែកបន្តឲ្យលោកលីមហ្នឹងឲ្យគាត់ហែមកចិត្តនាវារបស់ពួកគេយ៉ាងសោកសប្បាយលក្ខណៈដូចបតោអញ្ចឹងបតោហៅហើយសែកផ្ទះដៃអីអញ្ចឹងណាឲ្យគាត់ខំបង្ហែមកចិត្តតែមួយរំពេចនោះនាវារបស់ជនជាតិអាល្លឺម៉ង់ហ្នឹងបានបញ្ឆេះម៉ាស៊ីនឡើងនិងបង្កើតជារលកបក់មកលើលោកលីមឃើញដូចនេះពួកនាយទាហានជនជាតិអាល្លឺម៉ង់ទាំងអស់នោះបាននាំគ្នាសោកសប្បាយនិងអ្នកខ្លះទៀតបានយកកាំភ្លើងទៅចលោលេងទៅលើលោកលីមផងដែរមួយសន្ទុះក្រោយមកពួកគេបានដើរចូលក្នុងនាវាមួយទឹកវិញហើយត្រៀមចោះចូលទៅក្នុងសមុទ្រវិញលោកលីមគ្រាន់តែឃើញនាវាពួកអាល្លឺម៉ង់មួយចូលទៅក្នុងសមុទ្រភ្លាមនោះគាត់បានបិទភ្នែកហើយគិតថាគាត់នឹងត្រូវសោកដោយកម្លាំងទឹកម្ដងទៀតជាមិនខានមួយសន្ទុះក្រោយមកគាត់បានបើកភ្នែកវិញហើយឃើញថានាវាមួយទឹករបស់ទាហានអាល្លឺម៉ង់ទាំងអស់នោះបានចូលទៅក្នុងសមុទ្របាត់ទៅហើយគាត់បានហែសម្លឹងមើលអ្វីជុំវិញខ្លួនមិនថាជាមនុស្សឬរបស់ប្រើប្រាស់ផ្សេងៗនោះទេប្រហែលប្រមាណម៉ោងក្រោយមកគាត់បានឃើញអ្វីពិសេសម្យ៉ាងនោះគឺក្បូនដែលគេទុកសកួរនៅក្នុងនាវា Ben Lomond សម្រាប់ក្នុងគ្រាមានអាសន្នគាត់បានហែតោងទៅលើក្បូនមួយនោះហើយដោយសារតែភាពនឿយហត់ក្នុងការហែទឹកផងលោកលីមក៏បានដាក់ខ្នងសម្រាប់ទៅលើក្បូនមួយនេះដោយលង់លក់ទាំងអស់កម្លាំងដោយសារតែគាត់ត្រាំនៅក្នុងទឹកអស់រយៈពេលយូរហើយគេមហាខ្យល់បែបនេះមិនបានប្រមាណគាត់ចាប់ផ្ដើមរងាញ័រញាក់ហើយគាត់បានដោះអាវពងសុវត្ថិភាពនិងអាវដែលសើមពាក់នៅលើខ្លួនរបស់គាត់ចេញនិងបានគេងកោងខ្លួនអោបនឹងជង្គង់របស់គាត់ហើយក្នុងពេលនោះដែរដោយសារតែគាត់មិនចេះហែលទឹកក៏បានយកខ្សែប្រវែងសោនល្មមមួយមកចងនឹងកដៃរបស់គាត់ដែលធ្វើបែបនេះគឺការពារគាត់ពីការធ្លាក់ចូលក្នុងទឹកហើយដើម្បីឲ្យគាត់នឹងស្វាតោងលើក្បូនមួយនឹងវិញបានចូលមកដល់ព្រឹកថ្ងៃបន្ទាប់គាត់បានងើបពីសម្រាកហើយទាញយកអាវរបស់គាត់មកពាក់តែជាក់ស្ដែងគាត់បានឃើញថាអាវរបស់គាត់គឺមិននៅលើក្បូននោះទៀតទេវាអាចមកពីខ្យល់នៅពេលយប់ដែលបានបក់បោកអាវរបស់គាត់ហើយធ្លាក់ចូលទៅក្នុងសមុទ្របាត់មួយវិញទៀតពេលនោះគាត់បានឃើញអាវពងសុវត្ថិភាពរបស់គាត់បានអណ្ដែតនៅលើផ្ទៃសមុទ្រនៅជិតនោះតែក្នុងចិត្តរបស់គាត់គឺមិនហ៊ានចោះទៅបន្ថយយកវានោះទេគាត់បានដឹងថាអាវពងនេះអាចនឹងមានប្រយោជន៍ចំពោះគាត់នៅថ្ងៃក្រោយតែប្រសិនបើគាត់ចោះទៅយកវាដូចជាបន្ថយនឹងការស្លាប់អញ្ចឹងគាត់បានត្រឹមតែអង្គុយមើលវាតែប៉ុណ្ណោះដោយទឹករលកបានបក់យកអាវពងសុវត្ថិភាពនោះចេញពីគាត់បន្តិចម្ដងរហូតបាត់ពីកន្ទុយភ្នែកមកដល់ពេលនេះគាត់បានជាប់នៅលើក្បូនដែលមានទំហំប្រហែលជា2ម៉ែត្រជាង4ជើងដែលគេធ្វើវាហើយវាយក្តារមានរាងដូចជាកៅអីនៅសងខាងនិងមានបន្លោះចោលនៅកណ្ដាលដោយដែលខ្ញុំបានដាក់នៅលើ thumbnail អញ្ចឹងអ្នកនរគ្នាហើយនៅក្រោមក្បូនគេបានដាក់ធុងចំនួន6ដើម្បីឲ្យក្បូនអណ្ដែតហើយក៏មានធុងដែកដាក់អីវ៉ាន់នៅខាងក្រោមកៅអីទាំងពីរនោះផងដែរដោយអីវ៉ាន់ទាំងអស់នោះមានដូចជាទឹកសាបដែលយើងអាចបរិភោគបានហ្នឹងគឺចំនួន45លីត្រនំប្រៃចំនួន6ប្រអប់ស្ករសូកូឡាចំនួន9ខាំសាច់កំប៉ុងចំនួន10កំប៉ុងទឹកដោះគោស្រស់ចំនួន5កំប៉ុងទឹកក្រូចឆ្មាចំនួន1ដបប្រេងម៉ាសាចំនួន1ដបពិលចំនួន1ដើមហើយក៏មានសម្ភារៈសម្រាប់ធ្វើជាសញ្ញាសុំជំនួយផងដែរដូចជា flare និង smoke pot flare ហ្នឹងអ្នកទាំងអស់គ្នាដែលមើលនៅក្នុងរឿង Hollywood អីហ្នឹងលក្ខណៈថាអ្នកជាប់នៅលើទូកក៏ជាប់នៅលើកោះអីចឹងក៏មានអាកាភ្លើងមួយសម្រាប់បាញ់ឡើងទៅលើទៅវាផ្ទុះចេញពណ៌ដូចកំឈួចតែសម័យរបស់លោកលីមហ្នឹងអត់ទាន់គេ design ចេញជារូបកាភ្លើងហ្នឹងទេគេលក្ខណៈដូចកំឈួចដែលយើងអុចពេលចូលឆ្នាំចឹងណាយើងដុតចឹងទៅយើងងើយឡើងលើទៅវាផ្ទុះឡើងទៅលើមេឃហើយ smoke pot វិញអាហ្នឹងលក្ខណៈថាអាហ្នឹងដូចគេប្រើថត MV អីចឹងគេប្រើពេលដែលចេញផ្សែងហើយក៏មានតាមពណ៌ទៀតផងអាហ្នឹង
នៅមានទៀតអ្នកទាំងអស់គ្នានៅលើក្បូនហ្នឹងក៏មានកណាត់បតង់ចង្វាខ្សែនិងចង្កូះផងដែរតែជាអក្សរនៅក្នុងរឿងដែលខ្ញុំបានsearch នៅលើអ៊ីនធឺណិតហ្នឹងគេនិយាយថាលោកលីមគាត់អត់បានយល់ដឹងអំពីចំណេះដឹងនៃការប្រើទិសនិងការប្រើប្រាស់ខ្យល់ដូចនេះគាត់គ្មានគោលដៅច្បាស់លាស់ក្នុងការធ្វើដំណើរនេះឡើយហើយបើគាត់អាចដឹងអំពីទិសដៅនិងការប្រើប្រាស់ខ្យល់គាត់អាចយកបតង់ហ្នឹងអាចឆ្នៃចេញជាទូកក្តៅបានសម្រាប់បន្ថែមល្បឿនក្នុងការធ្វើដំណើររបស់គាត់អានេះអ្វីដែលខ្ញុំបានអានតាមឯកសារគេទេណាអ្នកទាំងអស់គ្នាអញ្ចឹងបើថាពេលខ្លះយើងឃើញចំណុចចំណេះដឹងតិចហ្នឹងឯងតែវាមានប្រយោជន៍ជួយដល់យើងនៅថ្ងៃណាមួយតែយើងក៏ពិបាកថាឲ្យលោកលីមដែរពីព្រោះប្រវត្តិគាត់ហ្នឹងក៏មិនមែនជាអ្នកដើរដកសមុទ្រដែរហើយគាត់ហ្នឹងទើបតែឡើងមកធ្វើការខាងហ្នឹងហើយឥឡូវមកជួបបញ្ហាអញ្ចឹងទៀតឥឡូវយើងតចូលសាច់រឿងយើងវិញបន្ទាប់ពីគាត់បានឆែកមើលអីវ៉ាន់នៅលើក្បូនទាំងអស់នោះហើយអ្វីដែលគាត់ធ្វើមុនគេនោះគឺគាត់បានយកកណាត់តង់មកចងធ្វើជាដំបូលដើម្បីការពារពន្លឺថ្ងៃចូលមកដល់ថ្ងៃបន្ទាប់វាក៏មិនខុសពីថ្ងៃដំបូងដែរគាត់បានរស់ដោយសារអាហារនៅលើក្បូនទាំងអស់នោះនៅពេលថ្ងៃគាត់បានពួនដេកពីពន្លឺព្រះអាទិត្យចូលមកដល់ពេលយប់គាត់បានចាប់ផ្ដើមមានអាការៈគ្រុនញ័រញាក់ដែលបណ្ដាលមកពីកម្ដៅនៃពន្លឺព្រះអាទិត្យដែលអាការៈនេះគឺបណ្ដាលមកពីគាត់ត្រូវកម្ដៅនៃពន្លឺព្រះអាទិត្យយូរពេកបើភាសាអង់គ្លេសគេហៅថា sunburn តែបើខ្មែរយើងអានឹងប្រហែលជាគេហៅចាញ់អញ្ចឹងអ្នកទាំងអស់គ្នាអានេះខ្ញុំសូវចឹងដឹងច្បាស់មិនដែរហើយដោយសារតែបញ្ហាបែបហ្នឹងធ្វើឲ្យគាត់បានបាត់បង់នៅចំណង់អាហារតែទោះបីជាយ៉ាងណាក៏ដោយគាត់នៅតែបន្តខំហូបដើម្បីជីវិតរបស់គាត់បានយកសាច់កំប៉ុងមកដាក់លាយជាមួយទឹកដូចជាស៊ុបរួចយកមកហុតហើយគាត់បាននិយាយបន្ថែមទៀតថានៅរាល់ពេលដែលគាត់ដេកលងលក់ហ្នឹងគឺគាត់តែងតែសប្បន្នឃើញទស្សនភាពកុមារភាពរបស់គាត់រស់នៅក្នុងភូមិជនបទក្នុងខេត្តហៃណាននៅក្នុងប្រទេសចិនហ្នឹងហើយរាល់ថ្ងៃគាត់តែងតែរំពឹងមើលទូករបស់ក្រុមជួយសង្គ្រោះមកតំបន់ដែលលិចនាវាហ្នឹងហើយក៏មានយប់ខ្លះមានព្យុះមានភ្លៀងវាយក្បូនរបស់គាត់ឲ្យអង្គើអញ្ចឹងហើយដោយសារតែគាត់អត់ចេះហែលទឹកអញ្ចឹងគាត់ភ័យមានតែគាត់ហត់ទៅខំពួនតោងក្បូនរបស់គាត់រហូតធ្វើឲ្យដៃរបស់គាត់ហ្នឹងមុតជាមួយនឹងចំណងឈើនៅលើក្បូនហ្នឹងហើយគាត់ក៏ត្រូវបានរងរបួសជាប់ទៅលើដងខ្លួននិងផ្នែកនៅលើមុខរបស់គាត់ផងដែរគឺដោយសារតែការប៉ះទង្គិចកំឡុងពេលដែលមានព្យុះភ្លៀងនឹងហើយប្រហែលជាមួយអាទិត្យក្រោយមកបន្ទាប់ពីការលិចនាវា Ben Lomond លោកលីមបានឃើញនៅនាវាធំមួយទៀតដែលកំពុងធ្វើដំណើរដែលមានចម្ងាយឆ្ងាយពីគាត់បានប្រើ smoke port ប៉ុន្តែហាក់ដូចជាគ្មានបានផលទេដោយសារតែផ្សែងហ្នឹងគឺវាពិបាកមើលហើយមួយទៀតខ្យល់នៅលើសមុទ្របានបក់ផ្សែងហ្នឹងមិនឲ្យផ្ដុំគ្នាអញ្ចឹងគាត់បានចាប់យក flare ម្ដងមកប្រើប៉ុន្តែជាអកុសលគាត់មិនបានដឹងពីរបៀបដុត flare នោះទេដោយគ្រាប់ដំបូងគាត់បានដុតវារួចបោះឡើងទៅលើប៉ុន្តែ flare នោះមិនទាន់បានទាំងផ្ទុះផងក៏ទៅធ្លាក់ចូលទៅក្នុងសមុទ្ររលត់វិញតាមពិតទៅគ្រាប់ flare គេបានសរសេរណែនាំពីរបៀបប្រើប្រាស់ទៅលើគ្រាប់រួចហើយតែដោយសារតែអក្សរទាំងនោះជាភាសាអង់គ្លេសទើបលោកលីមមិនបានយល់អំពីការណែនាំទាំងនោះក៏បានដុតរហូតដល់គ្រាប់ទី3បានគាត់ដឹងពីរបៀបប្រើប្រាស់របស់វាដែលធ្វើឲ្យវាបាញ់ហោះទៅលើមេឃបានតែមើលទៅនាវាមួយនោះដូចជាមិនបានបែរទិសដៅមករកគាត់សោះទើបគាត់សម្រេចដុត flare ទី4ដែលជា flare គ្រាប់ចុងក្រោយមួយសន្ទុះក្រោយមកនាវានោះបានធ្វើដំណើរសម្ដៅមករកក្បូនរបស់លោកលីមនាវានោះបានចូលមកជិតក្បូនរបស់លោកលីមក្នុងចម្ងាយមួយដែលអាចឲ្យលោកលីមមើលឃើញមនុស្ស3នាក់ពាក់ឈុតទាហានជើងទឹកកំពុងតែប្រើកែវឆ្លោះមើលមកកាន់គាត់លោកលីមបានគិតនៅក្នុងចិត្តថាទាហានទាំង3នោះកំពុងតែសង្កេតមើលលើគាត់ភ្លាមនោះលោកលីមបានស្រែកថាគាត់មកពីនាវា Ben Melon ប៉ុន្តែទាហានទាំងអស់នោះហាក់ដូចជាគ្មានប្រតិកម្មអ្វីទាំងអស់លោកលីមទោះបីជាគាត់មិនចេះហែលទឹកតែគាត់បានគិតអំពីការលោតហែលទៅកាន់នាវានោះដែរតែជាអកុសលមួយបំពេចនោះនាវាចាប់ផ្ដើមរោម៉ាស៊ីនចាក់ចេញពីទីនោះលោកលីមបានព្យាយាមដុតផ្សែងនិងខំផ្សែងហែលយ៉ាងណាក៏ដោយប៉ុន្តែនាវានោះមិនបានបង្អង់ល្បឿនក្នុងការចាក់ចេញពីទីនោះឡើយនៅពេលដែលគាត់ឃើញសភាពបែបនេះគឺគាត់គ្មានអ្វីក្រៅពីការហួសចិត្តនិងសែកយំនោះឡើយចូលទៅកាន់ព្រឹកថ្ងៃបន្ទាប់លោកលីមបានភ្ញាក់ពីដំណេកគាត់បានតាំងចិត្តសារជាថ្មីហើយដាស់តឿនខ្លួនឯងថាគាត់មិនអាចដេកចាំការជួយសង្គ្រោះនោះទេបើសិនជាគាត់បន្តបែបនេះគាត់នឹងអស់ស្បៀងជាមិនខានអញ្ចឹងគាត់បានរៀបចំគម្រោងរបស់គាត់ក្នុងការរក្សាជីវិតក្នុងរយៈពេលយូរបំផុតតាមអ្វីដែលអាចនឹងធ្វើបានគាត់បានចាប់ផ្ដើមពិនិត្យមើលស្បៀងនិងទឹករបស់គាត់ឡើងវិញក្នុងនោះគាត់ឃើញថារយៈពេលមួយអាទិត្យនេះគាត់បានផឹកទឹកអស់ចំនួន 7.5 លីត្រអញ្ចឹងទឹកសាបដែលនៅសល់អាចផ្គត់ផ្គង់ឲ្យគាត់បានប្រហែលជាមួយខែដែរតែយ៉ាងណាក៏ដោយគាត់នៅតែកំណត់ចំនួនផឹករបស់គាត់ឲ្យតិចជាងនេះហើយគាត់ក៏បានចាត់ចែងកំណត់អាហាររបស់គាត់ផងដែរលោកលីមតែងតែដេកនៅក្នុងប្រឡោះកណ្ដាលក្បូនគឺគាត់គិតថាវាមានសុវត្ថិភាពការពារគាត់មិនឲ្យធ្លាក់ចូលទៅក្នុងសមុទ្រតែជាក់ស្ដែងប្រឡោះនោះគឺមានទឹកប្រៃដក់នៅក្នុងទីនោះ
ហើយមួយរយៈក្រោយមកស្បែករបស់លោកលីមចាប់ផ្ដើមរលាកនិងមានពងបែកហើយខ្លះក៏បែកចេញជាដំបៅទៀតផងនេះដោយសារតែការប៉ះជាមួយនឹងទឹកប្រៃជាប្រចាំក្រោយមកក៏បានផ្លាស់មកដេកសម្រាកនៅគៀននៃក្បូនដែលមានរូបរាងដូចជាកៅអីហ្នឹងវិញដែលវាជាផ្នែកមួយដែលមានសភាពស្ងួតនិងខ្ពស់ផុតចេញពីទឹកប៉ុន្តែផ្នែកហ្នឹងគឺគ្មានសុវត្ថិភាពទេគាត់អាចធ្លាក់ចូលក្នុងសមុទ្របានគ្រប់ពេលវេលាគាត់បានយកក្រណាត់តង់មករុំដណ្ដប់ខ្លួនរបស់គាត់វាបានជួយការពារគាត់ពីការរងានិងការទទឹកពីរលកសមុទ្រហើយនៅពេលនោះដែរគាត់បានធ្វើបែបនេះជាប្រចាំហើយស្បែករបស់គាត់ក៏ចាប់ផ្ដើមជាសភាពធម្មតាវិញផងដែរតែគាត់នៅជួបឧបសគ្គធំមួយទៀតគឺបរិមាណទឹកសាបនៅលើក្បូនរបស់គាត់នោះគឺគាត់បានផឹកអស់ហើយដែលគាត់ត្រូវពិបាកជាមួយនឹងភាពស្រេកទឹកអញ្ចឹងគាត់បានគាស់ទឹកដោះគោមួយកំប៉ុងហើយផឹកវាអស់បើមិនអញ្ចឹងទេវានឹងខូចដោយសារតែកម្ដៅថ្ងៃហើយនៅពេលដែលគាត់បានផឹកទឹកដោះគោលើកដំបូងកាពះរបស់គាត់ចាប់ផ្ដើមធ្វើទុកដែលធ្វើឲ្យគាត់រាកផងនិងគួតផងលោកលីមចាប់ផ្ដើមគិតថាបើសិនជាគាត់ផឹកវាតែបន្តិចហើយទឹកដោះគោដែលនៅសល់នោះគាត់អាចយកទៅត្រាំទុកដើម្បីឲ្យវារក្សាគុណភាពបានយូរអ្វីគ្រប់យ៉ាងដែលគាត់បានគិតនេះគឺបានផលមែនគឺគាត់អាចរក្សាគុណភាពវាបានកន្លែងនេះអ្នកទាំងអស់គ្នាអាចនឹងឆ្ងល់ថានៅលើក្បូនចឹងគាត់ត្រាំទឹកដោះគោនឹងមិនទៅតិចគាត់បដែតនៅលើទឹកសមុទ្រទៅអត់ទេអ្នកទាំងអស់គ្នាតាមពិតទៅគឺគាត់បានយកកំប៉ុងដែកធំមួយទៀតមកដាក់ទឹកសមុទ្រនៅក្នុងនោះហើយក៏យកកំប៉ុងទឹកដោះគោមកត្រាំនៅចំកណ្ដាលនោះហើយថ្ងៃមួយនៅពេលដែលមេឃចាប់ផ្ដើមភ្លៀងគាត់បានសម្អាតខ្លួនរបស់គាត់ជាមួយនឹងទឹកភ្លៀងហើយបានយកកណាត់តង់កស៊ូដែលគាត់ចងជាដំបូលហ្នឹងមកបន្ធូរឲ្យវាដក់នៅកណ្ដាលដើម្បីឲ្យភ្លៀងមកដក់ទឹកនៅទីហ្នឹងដើម្បីសម្រាប់ទុកផឹកនៅថ្ងៃក្រោយនៅពេលដែលគាត់ជាប់នៅលើក្បូនអស់រយៈពេលយូរបែបហ្នឹងស្បែករបស់គាត់ចាប់ផ្ដើមប្រែពណ៌ទៅជាស្អាតជាងមុនចំណែកឯសក់របស់គាត់ក៏ចាប់ផ្ដើមដោះវែងជាងមុនដែរទាំងអស់នេះអាចជួយឲ្យគាត់ការពារពីកម្ដៅថ្ងៃបានហើយអាហាររបស់គាត់នៅពេលនេះក៏ចាប់ផ្ដើមថយទៅផងដែរអញ្ចឹងលោកលីមគាត់បានព្យាយាមគិតអំពីរបៀបចាប់ត្រីដោយគាត់បានយកឬសើនៅក្នុងពិលឬសើដែលយើងមួលដូរថ្មពិលរបស់អ្នកទាំងអស់គ្នាពេលដែលយើងមួលចេញមកហ្នឹងវាឃើញសវងនៅគូតពិលហ្នឹងណាអញ្ចឹងគាត់យកសហ្នឹងមកពុតធ្វើជាទម្រង់ដូចតពួកសម្រាប់ស្ទូចត្រីហើយគាត់ក៏បានផលិតក្បិតចេញពីសបកកំប៉ុងនឹងផងដែរដោយវាយវាឲ្យស្មើចេញជារាងក្បិតយកមកពាក់ចងនឹងករបស់គាត់សម្រាប់ទុកសម្អាតត្រីនិងកាត់សាច់ត្រីគាត់បានព្យាយាមស្ទូចត្រីជាមួយនឹងផ្លែសន្ទូចរបស់គាត់ដែលគាត់បានកែច្នៃនឹងជាច្រើនដងរហូតបានសម្រេចដែលត្រីដំបូងដែលគាត់ចាប់បាននឹងគាត់បានហូបវាទាំងឆៅទោះបីជាឆ្អាបយ៉ាងម៉េចក៏ដោយលោកលីមគាត់ដឹងថាមានតែវិធីចាប់ត្រីនេះទេដែលធ្វើឲ្យគាត់មានអាហារសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃដូចនេះគាត់បានព្យាយាមចាប់ត្រីយ៉ាងច្រើនហើយយកវាមកហាលថ្ងៃដើម្បីកុំឲ្យឆ្អាបផងនិងរក្សាទុកវាឲ្យបានយូរផងហើយលោកលីមបានជោគជ័យជាមួយនឹងការនេសាទត្រីរបស់គាត់ជាប់គ្នារហូតដល់2អាទិត្យឯណោះថ្ងៃមួយលោកលីមបានស្ទូចត្រីយ៉ាងធំមួយប៉ុន្តែជាអកុសលវាបានរបូតចេញទៅវិញហើយលោកលីមបានដឹងច្បាស់ថានេះគឺដោយសារតែផ្លែសន្ទូចរបស់គាត់តូចពេកអញ្ចឹងគាត់បានធ្វើវាមួយទៀតដោយប្រើនឹងដៃគោដែលវាយជាប់នឹងក្តារនៅលើក្បូននោះគាត់បានទាញគាស់ក្តារមួយបន្ទះចេញមកហើយប្រើសម្ភារៈដែលគាត់មានឆ្កឹះដៃគោដែលជាប់នឹងក្តារនោះគាត់បានចំណាយពេលរាប់ម៉ោងសម្រាប់ការដកដៃគោនេះប៉ុន្តែវាបានត្រឹមតែលានក្បាលចេញមកខាងក្រៅតែប៉ុណ្ណោះឃើញដូចនេះគាត់បានយកធ្មេញរបស់គាត់មកខាំទាញដៃគោនោះទោះបីជាមានការឈឺចាប់យ៉ាងណាក៏ដោយហើយនៅពេលដែលគាត់បានដៃគោនោះគាត់បានយកមកសម្លៀងយកមកពុតចេញជារាងកោងដោយផ្លែសន្ទូចហើយយកវាទៅប្រើគឺថាវាបានផលមែនគឺគាត់អាចយកវាទៅស្ទូចត្រីធំបានអញ្ចឹងគឺមិនខុសពីរាល់ដងទេអ្នកទាំងអស់គ្នាគាត់បានយកត្រីនោះទៅសម្អាតឲ្យស្អាតហើយហាលសម្រាប់ទុកហូបនៅថ្ងៃក្រោយហើយនៅពេលឃើញថាគាត់មានទាំងអាហារនិងមានទាំងទឹកគ្រប់គ្រាន់បែបនេះគឺគាត់មានអារម្មណ៍ថាសប្បាយចិត្តណាស់អ្នកទាំងអស់គ្នាមួយទៀតខ្ញុំភ្លេចប្រាប់លោកលីមនៅពេលដែលគាត់ជាប់នៅលើក្បូនហ្នឹងគាត់បានយកខ្សែមកគួចចងដើម្បីដឹងពីចំនួនថ្ងៃដែលគាត់បានជាប់តែចុងក្រោយដោយសារតែគាត់គួចរហូតគឺពេញខ្សែគឺអស់ខ្សែគួចអញ្ចឹងគាត់ចាប់ផ្ដើមសម្រេចចិត្តក្នុងការកំណត់ថ្ងៃដែលគាត់បានសម្គាល់ទៅលើប្រច័នពេញវងវិញអញ្ចឹងប្រច័នពេញវងគឺចំណាយពេល15ថ្ងៃរួច15ថ្ងៃកើតអញ្ចឹងគាត់អាចយកក្នុងរួចកើតហ្នឹងគឺគាត់រាប់ជាចំនួនថ្ងៃដែលគាត់ជាប់នៅលើសមុទ្រហ្នឹងអញ្ចឹងបកមកសាច់រឿងយើងវិញប្រហែលថ្ងៃមកលោកលីមបានឃើញថាមានយន្តហោះល្បាតចំនួន6គ្រឿងបានហោះនៅលើផ្ទៃសមុទ្រដោយនេះគាត់បានយកកណាត់មកចងជាមួយនឹងចង្វារបស់គាត់ជាសញ្ញាសុំជំនួយក្នុងនោះមានយន្តហោះមួយគ្រឿងបានហោះមកជិតគាត់ហើយបានទម្លាក់ពងជួយសង្គ្រោះនិងដុំពងសញ្ញាក្រហមមួយមុននឹងយន្តហោះនោះចាក់ចេញទៅលោកលីមឃើញដូចនេះគាត់បានបាក់ទឹកចិត្តហើយអង្គុយអស់សង្ឃឹមរងចាំមើលផ្លូវយន្តហោះនោះត្រឡប់មកវិញហើយក្នុងថ្ងៃនោះដែរនៅពេលដែលមេឃរសៀលជិតចូលដល់យប់លោកលីមបានឃើញព្យុះមួយដ៏ធំ
ដែលសម្ដៅមករកក្បូនរបស់គាត់នៅពេលនេះពពកខ្មៅពាសពេញផ្ទៃមេឃសម្លេងផ្គររន្ទះទឹករលកធំខ្មួខ្មាញ់និងសន្ធឹកខ្យល់ផងនោះដែលធ្វើឲ្យលោកលឹមមានការផិតភ័យជាខ្លាំងហើយអ្វីដែលគាត់ធ្វើបាននៅពេលនោះគឺគាត់បានយកកណាត់មករួមខ្លួនរបស់គាត់ហើយពួនដេកនៅកន្លែងផ្នែកប្រឡោះកដាលដែលយើងជាចង្អុលនៅកណ្ដាលក្បូនរបស់គាត់បានបន្តទៀតថាព្យុះដែលគាត់បានជួបលើកនេះគឺវាកាចជាងព្យុះនានាដែលគាត់បានជួបហើយគាត់ក៏មិនដឹងថាព្យុះនេះមានរយៈពេលយូរប៉ុណ្ណាដែរដោយដឹងថានៅពេលដែលវាស្ងប់គឺថ្ងៃត្រង់បាត់ទៅហើយក្រោយពីព្យុះកំណាចនេះបានស្ងប់ស្ងាត់ខ្លួនប្រាណរបស់លោកលឹមគឺមានស្នាមជាំសឹងគ្រប់កន្លែងដោយសារតែការប៉ះទង្គិចចំណែកធុងដាក់ទឹករបស់លោកលឹមវិញត្រូវបានទឹកសមុទ្រហូរចូលពេញអញ្ចឹងមានន័យថាគាត់គឺគ្មានទឹកសាបសម្រាប់ផឹកទៀតទេហើយអាហាររបស់លោកក៏ត្រូវបានកម្លាំងទឹកវាយយកទៅអស់ដែរក្រោយមកគាត់ចាប់ផ្ដើមស្ទូចត្រីសារជាថ្មីប៉ុន្តែគាត់មិនបានត្រីសូម្បីតែមួយក្បាលឡើយដោយសារតែការសេះទឹកខ្លាំងពេកហើយគាត់បានចាប់ផ្ដើមផឹកទឹកនោមរបស់ខ្លួនឯងហើយក៏មិនមែនផឹកតែម្ដងដែរគាត់បានបន្តផឹកហើយនោមមកហើយបន្តយកទឹកនោមនោះមកផឹកទៀតគាត់បន្តធ្វើបែបនេះរហូតដល់ទឹកនោមរបស់គាត់ចេញពណ៌ខ្មៅហើយវាធ្វើឲ្យប្រដាប់ភេទរបស់គាត់ចាប់ផ្ដើមហើមនិងពិបាកក្នុងការនោមគាត់បាននិយាយថាពេលនោះគាត់សេះទឹកខ្លាំងណាស់ហើយស្បែករបស់គាត់ពេលនោះចាប់ផ្ដើមប្រេះមាត់របស់គាត់ចាប់ផ្ដើមមានពងបែកចំណែកអណ្ដាតវិញចាប់ផ្ដើមចេញពណ៌សគាត់នៅពេលនោះចាប់ផ្ដើមអស់កម្លាំងហើយដេកនៅលើក្បូនរបស់គាត់គិតថាគាត់អាចនឹងស្លាប់ព្រោះជីវិតគាត់នៅពេលនេះគឺគ្មានកោះត្រោយឡើយហើយក៏គ្មានសូម្បីតែអាហារនិងទឹកផងដែរហើយកំឡុងពេលដែលគាត់រៀបនឹងដេកលក់នឹងគាត់បានព្យាយាមប្រាប់ខ្លួនឯងឲ្យបើកភ្នែកព្រោះម្ដងនេះគាត់គិតថាបើសិនជាគាត់ដេកលក់គឺគាត់មិនអាចបើកភ្នែកឡើងមកវិញទេចូលមកដល់ពេលយប់លោកលឹមបានដេកយកដៃមកបាំងភ្នែកដោយសារតែចំណាំងពន្លឺពីព្រះច័ន្ទហើយមួយសន្ទុះក្រោយមកគាត់បានឮសំឡេងចម្លែកម្យ៉ាងនៅលើក្បូនរបស់គាត់នោះគឺសត្វរំពេវាបានហើរមកទុំលើក្បូនរបស់គាត់នៅពេលឃើញឱកាសល្អដូចនេះគាត់បានទប់ដង្ហើមហើយលបទៅចាប់ជើងសត្វរំពេនោះនៅពេលដែលគាត់ចាប់បានវាភ្លាមគាត់បានសម្លាប់វាហើយវះបឺតឈាមរបស់សត្វរំពេដែលគាត់បានចាប់នេះបន្ទាប់មកគាត់បានទុកសាច់រំពេនោះសម្រាប់ហូបនៅពេលក្រោយក្នុងគ្រានោះដែរមេឃក៏ចាប់ដើមរលឹមដែលធ្វើឲ្យលោកលឹមបានត្រង់ទឹកបានខ្លះល្មមបានប្រើប្រាស់ក្នុងរយៈពេលខ្លីហើយចូលមកដល់ពេលយប់គាត់បានបន្តចាប់សត្វបក្សីដែលចុះមកលើក្បូនរបស់គាត់ហើយលោកលឹមបានចាំថាថ្ងៃមួយនោះគាត់បានឃើញភ្លៀងមួយមេធំល្មមដែលគាត់អាចត្រង់យកទឹកបានវាដូចជាថ្ងៃដែលគាត់មានជីវិតឡើងវិញអញ្ចឹងដោយការស្រេកទឹកជាខ្លាំងពន់ពេកគាត់បានផឹកទឹកនោះយ៉ាងច្រើនដល់ថ្នាក់ដែលវាអាចធ្វើឲ្យគាត់ក្អួតចេញមុខវិញហើយមិនយូរប៉ុន្មានលោកលឹមបានចាប់ផ្ដើមនេសាទត្រីបានវិញតែម្ដងនេះគាត់ដឹងច្បាស់ណាស់គាត់បានព្យាយាមហូបវាយ៉ាងយឺតដើម្បីកុំឲ្យវាចានមកវិញឥឡូវនេះរាងកាយរបស់លោកលឹមចាប់ផ្ដើមប្រសើរជាងមុនច្រើនហើយមិនយូរប៉ុន្មានគាត់បានធ្វើដំណើរដល់កន្លែងមួយដែលគាត់បានឃើញថាមានមែកឈើស្រស់មួយដើមបានរសាត់មកជិតក្បូនរបស់គាត់វាក៏ជាសញ្ញាមួយដែរថាមានដីគោកនៅជិតនោះមិនបានប្រមាណថ្ងៃផ្ទៃសមុទ្រដែលគាត់ធ្លាប់ឃើញជាពណ៌ខៀវស្ងាត់នោះបែរប្រែជាល្អក់ក្រមៅហើយវាក៏ជាសញ្ញាដែរថានេះគឺជាខ្សែទឹកសាបហូរកាត់សមុទ្រហើយលោកលឹមគាត់ចាប់ផ្ដើមឃើញឆ្នេរខ្សាច់និងព្រៃពណ៌បៃតងដែលនៅឆ្ងាយពីគាត់ពេលនោះគាត់ចាប់ផ្ដើមចាប់ចង្វាមកចែវតម្រង់ទៅទីនោះប៉ុន្តែដោយសារចរន្តទឹកខ្លាំងពេកទើបធ្វើឲ្យគាត់ពិបាកក្នុងការចែវអញ្ចឹងគាត់នៅពេលនោះក៏បានសម្របខ្លួនតាមខ្សែទឹកដោយការធ្វើចែវខ្លះនិងសម្របខ្លួនខ្លះរហូតចូលមកដល់ព្រឹកថ្ងៃបន្ទាប់រឿងមួយក៏បានកើតឡើងលោកលឹមបានឃើញទូកនេសាទជាច្រើនគ្រឿងដែលនៅចម្ងាយមិនឆ្ងាយពីគាត់ឡើយគាត់បានចាប់ផ្ដើមស្រែកហៅសុំជំនួយពីក្រុមនេសាទទាំងនោះជាចុងក្រោយលោកលឹមត្រូវបានជួយសង្គ្រោះពីក្រុមគ្រួសារអ្នកនេសាទប្រេស៊ីលដែលមានចម្ងាយ16គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រេស៊ីលហើយលោកលឹមបានចំណាយពេល3ថ្ងៃនៅលើទូកនេសាទនោះមុននឹងសម្ចតនៅទីក្រុង Belém នៃប្រទេសប្រេស៊ីលក្រោយពីលោកលឹមគាត់បានចំណាយពេល133ថ្ងៃជាប់នៅលើសមុទ្ររាងកាយរបស់គាត់នៅខ្សោយគឺមិនទាន់រឹងមាំនៅឡើយទេតែគាត់អាចធ្វើដំណើរទៅណាមកណាបានដោយមិនរំពឹងជំនួយពីអ្នកណាអ្វីដែលអស្ចារ្យនោះគឺគាត់បានជួបនឹងមន្ត្រីប្រទេសអង់គ្លេសដែលគេបានចាត់តាំងនៅទីនោះហើយនៅពេលនោះដែរមន្ត្រីម្នាក់នោះគាត់បានដឹងអំពីដំណើរជីវិតដែលជាប់ផ្គាំងនៅលើសមុទ្ររបស់លោកលឹមនេះគាត់បានថតរូបលោកលឹមជាច្រើនសន្លឹកនិងបញ្ជូនលោកលឹមទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យជំងឺស្ថានភាពសុខភាពរបស់លោកលឹមក្រោយការពិនិត្យគឺគ្មានអ្វីធ្ងន់ធ្ងរឡើយគឺគាត់គ្រាន់តែសក់គីឡូចំនួន 13.6 គីឡូនិងមានភាពស្លេកស្លាំងតែប៉ុណ្ណោះហើយគាត់ក៏ត្រូវបានខាងមន្ទីរពេទ្យទាមទារឲ្យគាត់សម្រាកនៅមន្ទីរពេទ្យនេះចំនួន45ថ្ងៃហើយគាត់ត្រូវបានខាងគូពេទ្យទាមទារឲ្យគាត់សម្រាកនៅមន្ទីរពេទ្យចំនួន45ថ្ងៃដើម្បីតាមដានពិនិត្យលើសុខភាពរបស់គាត់ឲ្យត្រឡប់មកដូចដើមវិញក្រោយពីបានទទួលការសម្រាប់ព្យាបាលហើយលោកលឹមត្រូវបានគេបញ្ជូនទៅកាន់ប្រទេសអង់គ្លេសវិញហើយលោកលឹមក៏ត្រូវបានទទួលកិត្តិយសហើយគាត់ត្រូវទទួលកិត្តិយសដោយស្ដេចចចទី6បានផ្ដល់មេដាយចក្រភពអង់គ្លេស BEM ដោយផ្ទាល់ហើយសាច់រឿងរបស់លោកលឹមត្រូវបានខាងកងទ័ពជើងទឹក Royal Navy សរសេរទៅក្នុងសៀវភៅ Survival Technical ឬក៏បកប្រែជាភាសាខ្មែរយើងថាបច្ចេកទេសរស់រានមានជីវិតនឹងផងដែរ
អញ្ចឹងខ្ញុំសូមបន្ថែមកន្លែងហ្នឹងបន្តិចនិយាយទៅខាងបរទេសខាងអង់គ្លេសក៏ខាងអាមេរិកអីហ្នឹងឲ្យតែមានមនុស្សដែលធ្លាប់ឆ្លងកាត់ហេតុការណ៍ដូចលោកលីមអាហ្នឹងនឹងតែគេសម្ភាសហើយសរសេរចូលទៅក្នុងសៀវភៅសម្រាប់ចងក្រងជាឯកសារបង្រៀនទៅដល់កងទ័ពរបស់គេអញ្ចឹងយើងបកមកសាច់រឿងយើងបន្តទៀតបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី2លោកលីមបានផ្លាស់ទៅនៅអាមេរិកហើយដោយសារតែភាពល្បីល្បាញរបស់លោកនៅចំនួននោះគាត់ទៅបានខាង US Navy Emergency បានសម្ភាសលោកហើយលោកលីមបានបង្ហាញពីរបៀបដែលគាត់បានរស់នៅលើសមុទ្រនិងបង្ហាញអំពីការបង្កើតកំបិតចេញពីសមុទ្រកំប៉ុងនិងធ្វើផ្លែសន្ទូចចេញពីដែកគោលនិងឫសពិលរបស់លោកនៅពេលនោះដែរខាង US Navy Emergency មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញការបង្ហាញរបស់លោកលីមពួកគេបាននិយាយថាគេមិនដែលឃើញនរណាម្នាក់អាចចំណាយពេលរស់នៅលើក្បូនដោយគាត់នេះឡើយហើយលោកលីមក៏បានតបទៅពួកគេយ៉ាងមុតមមថាខ្ញុំនឹងសង្ឃឹមថាអានេះគឺជាពាក្យសម្ដីរបស់លោកលីមគាត់និយាយថាខ្ញុំសង្ឃឹមថានឹងគ្មាននរណាម្នាក់អាចបំបែកកំណត់ត្រានេះឡើយហើយជាចុងក្រោយលោកលីមបានទទួលមរណភាពនៅក្នុងថ្ងៃទី5ខែមេសាក្នុងឆ្នាំ1943ហើយសាច់រឿងរបស់លោកលីមក៏ជាសាច់រឿងដែលល្បីល្បាញផងដែរវាជាសាច់រឿងពិតមួយដែលបង្កប់អត្ថន័យជាច្រើននៅក្នុងនោះមានដូចជាការអត់ធ្មត់ប្រឹងប្រែងតស៊ូជាដើមហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់តែប៉ុណ្ណេះឯងសូមឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទមួយវិញទៀតសម្រាប់អ្នកសមាជិកថ្មីដែលចូលទស្សនាវីដេអូមួយនេះកុំភ្លេចជួយ Subscribe Like ហើយបើបានជួយ Share ទៀតគឺកាន់តែធ្វើឲ្យ Admin មានកម្លាំងចិត្តក្នុងការផលិតវីដេអូបន្ថែមទៀតអរគុណវីដេអូនេះ sponsor ដោយ ALC បើសិនជាលោកអ្នកទាំងអស់គ្នាចង់ស្វែងរកផលិតផលប្រើប្រាស់ឬសម្ភារៈជាងដែលមានតម្លៃសមរម្យជាមួយនឹងគុណភាពនោះអ្នកទាំងអស់គ្នាអាចរកមើលបាននៅលើ Facebook Page របស់ ALC ឬក៏ search នៅលើ App L192 ដោយគ្រាន់តែវាយពាក្យ ALC លោកអ្នកនឹងអាចស្វែងរកបានទំនិញជាច្រើនប្រភេទ